សមិទ្ធផលការងារក្នុងឆ្នាំ2024របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ 1. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយបានយកចិត្តទុកដាក់ត្រៀមបង្ការគ្រប់ពេលវេលានៅរាល់មធ្យោបាយសម្ភារៈថវិកានិងស្បៀងមានដូចជារថយន្តទូកម៉ាស៊ីនតង់ប៉ុស្តិ៍សុខភាពបង្គន់ចល័តស៊ីតែនទឹកជាដើមសម្រាប់បងប្អូនដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិងជាពិសេសការត្រៀមបម្រុងស្បៀងអាហារមានដូចជាអង្ករមីត្រីខទឹកត្រីទឹកស៊ីអ៊ីវប្រេងឆាសម្ពុតតង់កញ្ចប់ខេតមុងភួយកន្ទេលខ្នើយសម្ភារៈប្រើប្រាស់ផ្ទះបាយព្រមទាំងសម្ភារៈគាំទ្រសុខភាពដូចជាអាល់កុលម៉ាស់និងសម្ភារៈផ្សេងទៀតសម្រាប់ការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះមានដូចជាជួនចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នករស់នៅជាមួយមេរោគអេដស៍ជនរងគ្រោះដែលស្លាប់ដោយជំងឺឆ្លងព្រមទាំងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់គ្រោះទឹកជំនន់ភ្លើងឆេះផ្ទះនិងរងគ្រោះដោយឧបទ្ទវហេតុផ្សេងផងដែរអ្នកម្ដាយកាកបាទការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានយកចិត្តទុកដាក់ក្នុងការរៀបចំផ្សព្វផ្សាយអប់រំអំពីការប្រែប្រួលអាកាសធាតុរលកកម្ដៅការសម្អាតបរិស្ថាននិងផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន15លើកដោយមានការចូលរួមពីមន្ត្រីសាខានិងអ្នកស្ម័គ្រចិត្តជូនដល់ប្រជាពលរដ្ឋនៃភូមិចំនួន38ភូមិសរុបចំនួន1743នាក់ស្រី1172នាក់មានប្រជាពលរដ្ឋចូលរួមសហការចំនួនប្រមាណជាង 100000 នាក់ផងដែរបានរៀបចំផ្សព្វផ្សាយអំពីវិធានការការពារជំងឺឆ្លងនានាដូចជាជំងឺ Mpox ជំងឺគ្រុនឈាមនិងជំងឺផ្ដាសាយបក្សីបានចំនួន2ឃុំក្នុងនោះមានឃុំមងរាវក្នុងស្រុកត្បូងឃ្មុំនិងសង្កាត់សួងក្រុងសួងដោយមានអ្នកចូលរួមសរុប113នាក់ស្រី47នាក់ឲ្យតែបានជួយដល់ជនខេមរារួចផុតទុក្ខក្រុមប្រតិបត្តិសាខាអនុសាខាស្រុកត្បូងឃ្មុំក្រុមគ្រូពេទ្យប្រចាំការនៅទួលសុវត្ថិភាពក្រុមកាកបាទក្រហមកម្ពុជាឃុំជីរ៉ូទី1អ្នកស្ម័គ្រចិត្តភូមិនិងយុវជនកាកបាទក្រហមកម្ពុជាព្រមទាំងសហការីចុះទៅធ្វើការផ្សព្វផ្សាយអំពីអនាម័យនៃការរស់នៅលើទីទួលសុវត្ថិភាពដល់ក្រុមគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះដោយទឹកជំនន់ដែលកំពុងមកស្នាក់នៅបណ្ដោះអាសន្ននៅលើទីទួលសុវត្ថិភាពទួលអុកញ៉ាថៃទួលអុកញ៉ាឌីក្នុងស្រុកត្បូងឃ្មុំបានចំនួន1លើកដោយមានអ្នកចូលរួមស្ដាប់សរុបប្រមាណ300នាក់ស្រី205នាក់ក្នុងការផ្សព្វផ្សាយនេះសាខាបានប្រើប្រាស់សម្ភារៈមួយចំនួនដូចជាសាប៊ូម្សៅចំនួន3កេសនិងខិត្តប័ណ្ណផ្សព្វផ្សាយជំងឺគ្រុនឈាមចំនួន300ផ្ទាំងធំជំងឺរាគ300សន្លឹកជំងឺ Mpox 300សន្លឹកផងដែរសំណាងខ្មែរយើងមែនហើយមានទឹកមានព្រួយម៉ែជួយជាបានចុះទៅធ្វើការអប់រំផ្សព្វផ្សាយជាមួយអ្នកស្ម័គ្រចិត្តភូមិគោលដៅកម្មវិធីអបបរមារបស់សាខាឲ្យបានយល់ពីវិធីបន្សាំការរស់នៅក្នុងការប្រែប្រួលអាកាសធាតុនិងឥទ្ធិពលនៃផលប៉ះពាល់ចំពោះការប្រើប្រាស់ថង់ប្លាស្ទិកព្រមទាំងបានផ្សព្វផ្សាយពីវិធីការពារជំងឺរាគដល់ប្រជាពលរដ្ឋនៃភូមិចំនួន14មានចំនួនសរុបចំនួន565នាក់ស្រី378នាក់នៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំលោកជំទាវម៉ែនារីសោភ័ក្រអគ្គលេខាធិការរងទី1កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសហការីបានចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដោយផ្ទាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ1181គ្រួសារកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាពដែលជាជនរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គដែលបានជន់លិចលំនៅឋានជាច្រើនភូមិនៅក្នុងឃុំជីរ៉ូទី1និងឃុំទន្លេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំព្រឹកថ្ងៃទី30ខែកញ្ញាឆ្នាំ2024នេះក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមគុណរមនីអភិបាលរងខេត្តឯកឧត្តមម៉ាត់កូហ្វូតអភិបាលរងខេត្តឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលស្រុកត្បូងឃ្មុំអាជ្ញាធរមូលដ្ឋានសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា
មានសម្ដេចពុកម៉ែរាជខ្មែរសង្ឃឹមដូចភ្លៀងរលឹមឧបត្ថម្ភបន្តគ្រប់ទីកន្លែងរៀបតែសាទរបេះដូងមនុស្សធម៌អាយុដំបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអតីតប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ខ្យល់កន្ត្រាក់នៅឃុំទន្លូងស្រុកមេមត់ចំនួន1លើកស្មើនឹង168គ្រួសារអាយុដំប៉ែនកុសលប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយបាក់ច្រាំងទន្លេនៅស្រុកក្រូចឆ្មាបានចំនួន1លើកស្មើនឹង20គ្រួសារស្ម័គ្រចិត្តកាំងក្បាតក្រហមបានធ្វើការផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលស្ដេចកនក្នុងភូមិត្រពាំងគូឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានចំនួន2លើកដោយមានពលរដ្ឋចូលរួមចំនួន995នាក់មានសម្ដេចបានសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពចរាចរណ៍បានចំនួន1លើកជូនដល់លោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាសិស្សានុសិស្សចំនួន106នាក់ស្រី59នាក់នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដាស្ថិតក្នុងឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំអាយុដំប៉ែនកុសលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានចាត់ឲ្យលោករស់សុខននាយកស្ដីទីសាខាដឹកនាំកម្លាំងប្រតិបត្តិសាខាអនុសាខាអ្នកស្ម័គ្រចិត្តនិងយុវជនសហការជាមួយក្រុមការងារបច្ចេកទេសជំនាញមកពីសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំមន្ទីរអធិការកិច្ចនិងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្បែររង្វង់មូលស្ដេចកនកែងស្ថានីយ៍ប្រៃឥន្ធនៈប៉ាប៉ាក្នុងភូមិត្រពាំងគូឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំចំនួន1លើកដែលមានអ្នកចូលរួមស្ដាប់ចំនួន378នាក់ស្រី195នាក់សម្ភារៈបានផ្ដល់ជូនរួមមានមួកសុវត្ថិភាពចំនួន85មួកខិត្តប័ណ្ណស្ដីពីជំនួយស្មារតីអ្នកបើកបរចំនួន378សន្លឹកសៀវភៅច្បាប់ចរាចរណ៍ចំនួន378ក្បាលសៀវភៅចរាចរណ៍សម្រាប់អ្នកជិះម៉ូតូចំនួន378ក្បាល sticker ចំណាំងផ្លាតចំនួន378សន្លឹកផងដែរសម្ដេចគតិងព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជួយឥតព្រំដែនមិនថាយប់ថ្ងៃ2អំពីសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស1ធ្នូឆ្នាំ2024ក្រមប្រធានបទសិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់ជំងឺអេដសនិងលើកកម្ពស់កិត្តិនាមសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃវេទិកាជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបទៅនឹងជំងឺអេដសនៅកម្ពុជាឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាជាតំណាងដឹកនាំក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តសហការជាមួយមន្ទីរសុខាភិបាលខេត្តប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដសនិងកុមារកំព្រាដោយសារអេដសសរុបចំនួន103នាក់មកពីមូលដ្ឋានស្រុកមេមត់នៅក្នុងបរិវេណការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់ដោយមានការចូលរួមសរុបចំនួន300នាក់សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបានរៀបចំពិធីប្រឡងគំនូរសកម្មភាពកាកបាទក្រហមកម្ពុជាស្ដីពីវិធីសាស្ត្រដើម្បីសុខភាពល្អនិងវិធីសាស្ត្របន្សាំទៅនឹងអាកាសធាតុដោយមានយុវជនកាកបាទក្រហមកម្ពុជាជាបេក្ខជនប្រឡងគំនូរចំនួន23នាក់ក្នុងនោះស្រីចំនួន16នាក់មកពីវិទ្យាល័យចំនួន3គឺវិទ្យាល័យហ៊ុនសែនខ្នាតវិទ្យាល័យដៃជោហ៊ុនសែនត្បូងឃ្មុំនិងវិទ្យាល័យហ៊ុនសែនចាថ្មីនៅសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ
ឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានិងជាប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានដឹកនាំឯកឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាលោកស្រីប្រធានគណៈកម្មាធិការអនុសាខាក្រុងស្រុកមន្ត្រីប្រតិបត្តិសាខាអនុសាខាអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមប្រារព្ធពិធីទិវាជាតិសុខភាពមាតាទារកនិងកុមារនិងបានចុះជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីសម្រាប់កូនស្ត្រីមានផ្ទៃពោះសរុបចំនួន105នាក់ពិធីនេះប្រារព្ធធ្វើឡើងក្នុងបរិវេណវត្តអន្តកោសីស្ថិតនៅភូមិទី4ឃុំស្វាយឃ្លាំងស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានដឹកនាំឯកឧត្តមលោកជំទាវលោកស្រីដែលជាអនុប្រធានហេរញ្ញិកសមាជិកសមាជិកាសាខានិងអនុសាខានិងក្រុមប្រតិបត្តិសាខាអនុសាខាស្រុកដំបែក្រុមកាកបាទក្រហមឃុំគោកស្រុកអ្នកស្ម័គ្រចិត្តភូមិចាថ្មីយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនចាថ្មីនិងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សចូលរួមប្រារព្ធទិវាសង្គ្រោះបឋមពិភពលោកក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡានៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាថ្មីដោយមានអ្នកចូលរួមសរុបប្រមាណចំនួន276នាក់សម្ដេចកតេងព្រឹទ្ធបណ្ឌិតប្រធានសង្កម្មលើកកំពង់គោលការណ៍បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះវិជ្ជាជីវៈសង្គ្រោះបឋមជូនដល់យុវជនកាកបាទក្រហមតាមវិទ្យាល័យចំនួន2លើកមានសិស្សចូលរួមចំនួន112នាក់ស្រី83នាក់មនុស្សធម៌លោកជំទាវនីចន្ទធីតាអនុប្រធានគណៈកម្មាធិការសាខាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានដឹកនាំក្រុមប្រតិបត្តិសាខានិងអនុសាខាព្រមទាំងក្រុមកាកបាទក្រហមកម្ពុជាឃុំជាមួយអ្នកស្ម័គ្រចិត្តភូមិកោលដៅធ្វើការរៀបចំប្រារព្ធទិវាទឹកពិភពលោកក្រោមប្រធានបទជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាពនិងភាពរីកចម្រើនដោយមានការជួយសម្របសម្រួលពីមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍជនបទខេត្តនិងមន្ទីរសុខាភិបាលខេត្តនៅក្នុងបរិវេណវត្តពន្លៃថ្មីស្ថិតនៅភូមិពន្លៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំមានអ្នកចូលរួមចំនួន208នាក់3វិស័យអាទិភាពការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ទិវាពិភពលោកកាកបាទក្រហមអធិច័ន្ទក្រហម8ឧសភាបានចូលរួមជាមួយឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជានិងមន្ត្រីមកពីទីស្នាក់ការកណ្ដាលចុះធ្វើយុទ្ធនាការផ្សព្វផ្សាយទិវាពិភពលោកកាកបាទក្រហមនិងអធិច័ន្ទក្រហម8ឧសភាឆ្នាំ2024បានចំនួន2លើកមានអ្នកចូលរួមសរុបប្រមាណ347នាក់ដែលពិធីនេះក៏បានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំផងដែររត់តែឃ្លាវខ្លាគ្រប់មុខសញ្ញាសេវាមនុស្សធម៌លោកគង់វង្សសីវិសាលប្រធានការិយាល័យផ្សព្វផ្សាយកាកបាទក្រហមកម្ពុជាលោកខុនបញ្ញវន្តប្រតិភូតំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមហៅកាត់ ICRC និងលោកផៃផាណាប្រធានការិយាល័យអភិវឌ្ឍសាខាបានរៀបចំបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហមអធិច័ន្ទក្រហមនិងមូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិនិងកាកបាទក្រហមកម្ពុជាជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តចំនួន50នាក់ស្នងការនគរបាលខេត្តចំនួន50នាក់ស្រី10នាក់សរុបចំនួន100នាក់ស្រី10នាក់នៅសាលប្រជុំធំរបស់ទីស្នាក់ការសាខាកាកបាទក្រហមខេត្តក្រោមការជួយទ្រទ្រង់ថវិកាពីគណៈកម្មាធិការអន្តរជាតិ ICRC ប្រាំងប្រតែបាត់ខ្ពងត្រត្រង់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអតីតប្រធានគណៈកម្មាធិការសាខាបានទទួលសម្ភារៈនិងថវិកាពីសំណាក់ព្រះសង្ឃតាមបណ្ដាវត្តនិងសប្បុរសជនទូទាំងខេត្តត្បូងឃ្មុំនាយករងមន្ត្រីប្រតិបត្តិសាខាបានទទួលសម្ភារៈនិងថវិកាពីសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទូទាំងខេត្តត្បូងឃ្មុំក្នុងឱកាសអបអរខួបលើកទី161ទិវាពិភពលោកកាកបាទក្រហមអធិច័ន្ទក្រហម8ឧសភាឆ្នាំ2024ក្នុងនាមសម្ដេច
ប្រធានកាកបាទអាយុដំបណ្ឌិតជាមច័ន្ទសុផាន់អតីតប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់អតីតយុទ្ធជនបានចំនួន2លើកស្មើនឹង477គ្រួសារនៅក្នុងស្រុកត្បូងឃ្មុំនិងពញាក្រែកខេត្តត្បូងឃ្មុំអាយុដំប៉ែនកុសលប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះបំផុតបានចំនួន1លើកស្មើនឹង53គ្រួសារដែលស្ថិតនៅភូមិទួលសុភីស្រុកអូររងឪខេត្តត្បូងឃ្មុំស្ដីក្រមលុបសន្តិភាពពេញព្រៀបបរឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានដឹកនាំមន្ត្រីប្រតិបត្តិសាខាចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់គ្រួសារមានជំងឺរ៉ាំរ៉ៃអ្នកជំងឺវិបលាសស្មារតីចំនួន1លើកស្មើនឹង3គ្រួសារនៅឃុំដាស្រុកមេមត់និងឃុំត្រពាំងព្រេងស្រុកដំបែកខេត្តត្បូងឃ្មុំសាខាបានសហការជាមួយមន្ទីរសង្គមគិច្ចខេត្តត្បូងឃ្មុំដឹកនាំមន្ត្រីប្រតិបត្តិសាខាមន្ត្រីប្រចាំអនុសាខាអ្នកស្ម័គ្រចិត្តទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី26ក្រោមប្រធានបទបរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបដិវត្តន៍កម្មវិធី Digital ជាមួយមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងសហការីសរុបចំនួន200នាក់នៅវត្តមង្គលនិវាសកណ្ដាលជ្រុំស្ថិតនៅភូមិកណ្ដាលជ្រុំឃុំកណ្ដាលជ្រុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំមានទុកខាយមុខអ្នកម៉ែ4វិស័យអាទិភាពការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធានមនុស្សសាខាបានរៀបចំសន្និបាតអាណត្តិទី3ក្រោមអធិបតីភាពលោកជំទាវពុំច័ន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តមឡុងធៀមប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាពេញសិទ្ធិរួមមានសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំអាណត្តិទី2សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំអាណត្តិទី3មន្ត្រីនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តមន្ត្រីអនុសាខាទាំង7ក្រុងស្រុកសរុបចំនួន326នាក់និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្ដាលក្រុមប្រតិបត្តិសាខាយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសរុបប្រមាណជាងចំនួន70នាក់កម្មវិធីសន្និបាតអាណត្តិទី3នេះបានប្រារព្ធឡើងនៅសាលប្រជុំកសាលាខេត្តត្បូងឃ្មុំក្នុងដំណើរការសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំអាណត្តិទី3បានបោះឆ្នោតអនុម័តគាំទ្រឯកឧត្តមប៉ែនកុសលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំនិងមានអនុប្រធានអចិន្ត្រៃយ៍1រូបអនុប្រធាន1រូបហេរញ្ញិក1រូបលេខាធិការ1រូបនិងសមាជិកសមាជិកាចំនួន10រូបទៀតសមាជិកគណៈកម្មាធិការសាខាខេត្តត្បូងឃ្មុំអាណត្តិទី2នេះក៏ត្រូវបានទទួលស្គាល់ជាផ្លូវការពីកាកបាទក្រហមកម្ពុជាដោយសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទៅចិនដាស្បយឲ្យតែបានជួយដល់ជនខេមរារួចផុតទុក្ខាទៅចិនដាស្បយក្នុងជីវិតម៉ែខំតែធ្វើបុណ្យជួយទុរគតជនឲ្យបានលហើយលហើយក្នុងជីវិតម៉ែខំតែធ្វើបុណ្យជួយទុរគតជនបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ2023និងលើកទិសដៅការងារឆ្នាំ2024ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសុផាន់អតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមដោយមានអ្នកចូលរួមសរុបប្រមាណ70នាក់មានទុកមានព្រួយម៉ែជួយជានិច្ចឯកឧត្តមប៉ែនកុសលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
បានដឹកនាំឯកឧត្តមលោកជំទាវលោកស្រីជាអនុប្រធានលេខាធិការសមាជិកសមាជិកាពេញសិទ្ធិអនុសាខាទាំង7ក្រុងស្រុកក្រុមប្រតិបត្តិសាខាសរុបចំនួនប្រមាណ40នាក់ស្រី9នាក់ធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ2024និងពិភាក្សាលើផែនការការងារទិសដៅបន្តឆ្នាំ2025របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ មេម៉ាយក៏មកយុទ្ធជនក្រក្រៃសម្ដេចកតេងព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបេងដងណាត់ណែនរាសែនស្លុតតីមីដាមនុស្សសធបបថ្លាថ្លៃស្មោះសរភក្តីជួយជាតិខែមរាមន្ត្រីប្រតិបត្តិសាខាបានចូលរួមកិច្ចប្រជុំ2ចម្ងាយស្ដីពីការតម្រង់ទិសអនុវត្តសកម្មភាពអបបរមាជួមន្ត្រីសាខាកាកបាទក្រហម4ខេត្តគោលដៅក្រមអធិបតីភាពលោកជំទាវម៉ែនារីសោភ័ក្រអគ្គលេខាធិការរងទី1កាកបាទក្រហមកម្ពុជាដោយមានអ្នកចូលរួមសរុប10នាក់ស្រី3នាក់ឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានដឹកនាំក្រុមប្រតិបត្តិសាខាចំនួន4រូបចូលរួមកិច្ចប្រជុំតាមអនឡាញជាមួយក្រុមការងារអិសរាជជនឆ្នើមទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាស្ដីពីលទ្ធផលការងារឆ្នាំ2023ដល់ឆ្នាំ2024និងផែនការឈុតមាសទី2ឆ្នាំ2024ក្រុមអធិបតីភាពលោកជំទាវពុំច័ន្ទទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានរៀបចំកិច្ចប្រជុំពិនិត្យការងាររដ្ឋបាលហិរញ្ញកិច្ចនិងពិធីផ្ទេរប្រគល់ទទួលសារពើភ័ណ្ឌនិងប្រជុំបូកសរុបលទ្ធផលនៃការពិនិត្យដំណើរការប្រតិបត្តិការសកម្មភាពហិរញ្ញវត្ថុរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំក្រមអធិបតីភាពឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាដោយមានការចូលរួមពីលេខាធិការសមាជិកសមាជិកាមន្ត្រីប្រតិបត្តិសាខានិងមន្ត្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាសរុបចំនួនប្រមាណ30នាក់ស្រី5នាក់បាទក្រហមឆាន់ទាំងថ្នាក់លោករស់សុខននាយកស្ដីទីសាខាដឹកនាំដោយលោកស្រីប្រធានការិយាល័យសាខានិងអនុសាខាទាំង7ក្រុងស្រុកនិងអ្នកស្ម័គ្រចិត្តសរុបចំនួន15នាក់ស្រី3នាក់ធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ2024និងពិភាក្សាលើការងារទិសដៅបន្តឆ្នាំ2025បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារខែកញ្ញារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំក្រុមអធិបតីភាពឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាមានការចូលរួមពីលេខាធិការសមាជិកសមាជិកាមន្ត្រីប្រតិបត្តិសាខានិងមន្ត្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាសរុបប្រមាណចំនួន24នាក់ស្រី9នាក់លោករស់សុខននាយកប្រតិបត្តិស្ដីទីសាខាបានដឹកនាំក្រុមប្រតិបត្តិសាខាចំនួន18នាក់ស្រី4នាក់ចូលរួមកិច្ចប្រជុំត្រៀមរៀបចំសន្និបាតសាខាកាកបាទក្រហមទាំង8ខេត្តជាមួយទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាតាមប្រព័ន្ធ online Zoom Meeting នៅសាលប្រជុំតូចរបស់សាខាឯកឧត្តមវិជ្ជបណ្ឌិតកែវវណ្ណៈអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសាខាដោយមានការចូលរួមពីលេខាធិការសមាជិកសមាជិកាមន្ត្រីប្រតិបត្តិសាខាត្រៀមរៀបចំសន្និបាតអាណត្តិទី3របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបាទក្រហមខ្មែរមានសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានចុះធ្វើបច្ចុប្បន្នភាពអ្នកសមាជិកក្នុងភូមិគោលដៅអនុវត្តផែនការសកម្មភាពអបបរមានៃការបន្តនិរន្តរភាពកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាពក្នុងសហគមន៍សម្រាប់ឆ្នាំ2024បានចំនួន2លើកជាលទ្ធផលមានអ្នកស្ម័គ្រចិត្តនិងសហគមន៍ដែលមានប្រជាពលរដ្ឋយើងចូលរួមចំនួន56នាក់មកពីតាមភូមិចំនួន14ភូមិក្នុងឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំប៊ុនរ៉ានីហ៊ុនសាលោករស់សុខននាយកប្រតិបត្តិសាខាស្ដីទីចាត់ចែង
ក្នុងប្រតិបត្តិសាខានិងប្រធានក្រុមដឹកនាំកម្មវិធីចុះទៅធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលបានការងារប្រចាំខែរបស់អ្នកស្ម័គ្រចិត្តនៅក្នុងភូមិគោលដៅទាំង14នៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារនិងជួយរៀបចំផែនការសកម្មភាពដែលត្រូវអនុវត្តនៅខែបន្ទាប់ឯកឧត្តមប៉ែនកុសលប្រធានគណៈកម្មាធិការសាខាខេត្តត្បូងឃ្មុំបានដឹកនាំឯកឧត្តមលោកជំទាវលោកស្រីអនុប្រធានលេខាសមាជិកសមាជិកាគណៈកម្មាធិការសាខាអនុសាខានិងមន្ត្រីប្រតិបត្តិសាខាមន្ត្រីប្រចាំអនុសាខាអ្នកស្ម័គ្រចិត្តទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាជាមួយមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងសហការីសរុបប្រមាណ300នាក់ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូ2024ក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាពនៅក្នុងបរិវេណវត្តឧត្តមមុនីហៅវត្តតានីស្ថិតនៅភូមិតានីឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំដើម្បីជាការលើកទឹកចិត្តសាខាបានផ្ដល់ជូនប័ណ្ណសរសើរដល់អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាចំនួន105នាក់ដែលចូលរួមក្នុងទិវានេះផងដែរហ៊ុនសានជួយឥតព្រំដែនមិនថាយប់ថ្ងៃឆានទាំងមួមុតវិសុទ្ធថ្លាថ្លៃប្រាជ្ញាវៀងវៃលោកលីជួយខ្មែរមេត្តាមនុស្សធម៌បោះវពេកពិតផលិតដោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំនិងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ